ពូនេះគាត់ក៏ចូលមកក្នុងម៉ាតមួយកន្លែងហើយក៏យកទឹកក្រូចម្ដងមកឲ្យតកែស្រីគិតលុយតកែគាត់ក៏ថាអស់3យន់អញ្ចឹងហើយគាត់ក៏មានកដាស់5យន់ប្រាប់ថានេះតកែស្រីពេលដែលទទួលលុយមកហើយគាត់ក៏ប្រាប់ថាអូលោកខ្ញុំមិនមានលុយរាយសម្រាប់អាប់ជូនលោកទេអញ្ចឹងតើលោកអាចយកកដាស់2ដុំនេះជំនួសលុយអាប់តើបានអត់បងប្រុសហ្នឹងគាត់ក៏ខ្ជិលគិតច្រើននាំញ៉ៃញ៉ៃអញ្ចឹងគាត់ក៏ថាតើអូខេអញ្ចឹងក៏បានដែរហើយតកែស្រីនេះវិញពេលដែលគេយល់ព្រមទទួលក៏ញញឹមតែម្ដងហើយបន្តិចក្រោយមកគាត់ក៏មកទិញជាលើកទី2ទៀតហើយក៏ទិញទឹកក្រូចម្ដងដដែលតកែអស់ប៉ុន្មានតកែស្រីក៏នៅតែនិយាយដដែលដែរ3យន់លោកអញ្ចឹងហើយគាត់ក៏ម្ដងនេះគាត់នៅតែឲ្យក្រដាស់ប្រាក់ចំនួន5យន់ទៅថៅកែដដែលថៅកែស្រីពេលដែលគាត់ទទួលបានប្រាក់អញ្ចឹងហើយគាត់ក៏ពិនិត្យមើលប្រាក់ហើយគាត់ក៏ប្រាប់ថាលោកឥឡូវខ្ញុំអត់មានលុយអាប់ទេអញ្ចឹងតើលោកអាចដូរជារបស់អីផ្សេងជំនួសលុយអាប់បានអត់អញ្ចឹងលោកយកกระดาษនេះចំនួន2ដុំទៅជំនួសលុយអាប់ណាលោកព្រោះអីដោយសារតែខ្ញុំអត់មានលុយរាយទេហើយបងប្រុសគាត់ក៏ថាហេតកែមិញតកែអត់មានលុយរាយដែរហើយតកែក៏បានឲ្យកដាស់មកខ្ញុំ2ដុំដែរអញ្ចឹងខ្ញុំមិនទាន់ប្រើអស់ផងហ្នឹងតកែស្រីក៏ថាលោកជួយទទួលទៀតទៅព្រោះអីដោយសារតែខ្ញុំវាអត់មានលុយរាយអាប់ទេហើយលោកទុកប្រើទៅដូចតែគ្នាហ្នឹងកដាស់គ្រាន់នឹងយើងប្រើការពេលចាំបាច់ទៅគំនិតតកែស្រីនេះគឺគាត់មិនចង់អាប់លុយឲ្យគេទេគាត់ចង់បានលុយគេទាំងអស់ដោយជំនួសរបស់របរដែលគាត់មានដើម្បីឲ្យគេនឹងបានទិញគាត់ទាំងអស់ហើយអាហ្នឹងគេហៅថាចេះតែឯងពេកគេក៏ត្រូវការលុយអាប់ដើម្បីទៅទិញរបស់ផ្សេងដែរបើអំបញ្ញមិញទៅតែឲ្យកដាស់ទៅគេ2ដុំហ្នឹងហើយឥឡូវក៏មកបញ្ចុះបញ្ចូលឲ្យគេយកកដាស់2ដុំទៀតអញ្ចឹងបងប្រុសម្នាក់នេះគាត់វគ្គនេះគាត់សុខចិត្តទទួលទៀតគាត់មិនមកមិនកទេហើយគាត់ក៏យួរទឹកក្រូចទៅដើរចេញឥឡូវចូលមកដល់វគ្គទី3គឺគាត់មកទិញគ្រឿងភេសជ្ជៈមួយកំប៉ុងអញ្ចឹងគាត់ក៏សួរថាតកែម្ដងនេះមួយកំប៉ុងប៉ុន្មានតកែក៏ថាម្ដងនេះអស់4យន់លោកអញ្ចឹងបងប្រុសម្នាក់នេះគាត់អត់ឲ្យជាលុយទេគាត់ឲ្យជាกระดาษនឹងទៅវិញព្រោះអីមិញលុយដែលគាត់អាប់ម្ដង2យន់ម្ដង2យន់អត់អាប់ឲ្យគាត់ឲ្យជាกระดาษអញ្ចឹងវគ្គនេះគាត់ក៏ថាថៅកែមិញអត់អាប់ជាលុយឲ្យខ្ញុំទេអញ្ចឹងกระดาษនេះគឺស្មើនឹង4យន់នៃតម្លៃភេសជ្ជៈមួយដបនេះហើយខ្ញុំបកគលជូនថៅកែវិញដូចតែគ្នាតាមិនអញ្ចឹងមែនអត់មិញដោយសារថៅកែមិនព្រមអាប់លុយឲ្យខ្ញុំអញ្ចឹងហើយវគ្គនេះខ្ញុំក៏យកกระดาษមកជូនថៅកែវិញទៅដូចតែគ្នាតាក្រដាស់នេះក៏មានតម្លៃស្មើនឹង4យន់ហ្នឹងហើយព្រោះអីតកែជាអ្នកអាប់ឲ្យខ្ញុំផ្ទាល់ហ្នឹងថៅកែស្រីនេះវិញគាត់ក៏បានខឹងបរិសម្នាក់ហ្នឹងគាត់ថាអត់ទេខ្ញុំគឺលក់ទទួលជាលុយមិនបានលក់ទទួលជាក្រដាស់ឯណាគាត់ក៏ថាហ្នឹងហើយមកពីតកែជាអ្នកអាប់ឲ្យខ្ញុំខ្លួនឯងតាខ្ញុំក៏ត្រូវការអាប់លុយដែរមិនមែនចេះអីតែតកែខ្ញុំក៏ចេះដែរខ្ញុំក៏ចង់បានលុយដូចតែគ្នាដែរតកែអញ្ចឹងថ្ងៃក្រោយតកែលក់ត្រូវតែអាប់លុយឲ្យគេតកែកុំចង់យកចំណេញតែម្នាក់ឯងពេកថៅកែត្រូវគិតពីគេខ្លះផងតកែស្រីនោះដល់ពេលគេមកផ្ចាញ់ផ្ចាអញ្ចឹងគឺខឹងអាហ្នឹងគេប្រាប់ហើយថាកុំចេះអីតែឯងគេក៏ចេះដែរមិនមែនចេះតែឯងទេណាតកែស្រី